ជំរាបសួរបងប្អូនកូនក្មួយទាំងអស់គ្នាថ្ងៃនេះចង់និយាយរឿងមួយបាទថ្ងៃមុននោះខ្ញុំបានបើកឃើញវីដេអូមួយគឺឡាននិងម៉ូតូប៉ះគ្នាពេលដែលឡានគាត់បត់ចូលផ្ទះបានន័យថាគាត់បត់ចូលផ្ទះគាត់បត់ស្ដាំចុះមកប្រកែកគ្នាថាម៉ូតូបើកលឿនពេកម៉ូតូគាត់ចោទអ្នកឡានវិញថាបងឯងបត់អត់សញ្ញោផងចឹងបើតាមខ្ញុំមើលរូបភាពវីដេអូនេះគឺកំហុសភាគច្រើនទៅលើឡានហើយខ្ញុំមិនកាន់ជើងខាងណាទេសូមអធិស្ឋានជាមុនបើសិនជាក្នុងការបញ្ចេញមតិរបស់ខ្ញុំវាខុសនឹងគោលគំនិតរបស់បងប្អូនប៉ុន្តែខ្ញុំបញ្ចេញមតិនេះជាគំនិតផ្ទាល់ខ្លួននិងការចងចាំផ្ទាល់ខ្លួនដែលធ្លាប់បានរៀនសូត្រមកខ្ញុំនិយាយអំពីច្បាប់មានខមមិនមួយនៅក្នុងវីដេអូហ្នឹងគាត់និយាយថាម៉ូតូវ៉ាខាងស្ដាំខ្ញុំសូមបញ្ជាក់ត្រង់នេះបន្តិចម៉ូតូគាត់ជិះខាងស្ដាំដៃផុតនៅលើដងផ្លូវអែបជាប់ចិញ្ចើមខ្នល់គឺជាកន្លងអធិភាពរបស់គាត់រត់ផ្លូវត្រង់គាត់លឿនបន្តិចក៏មិនមានបញ្ហាបាតុកិច្ចជាមួយអ្នកណាដែរដោយសារគាត់រត់ផ្លូវត្រង់គាត់មិនបានបដូរកន្លងចុះឡើងប៉ុន្តែបងប្អូនចេះតែយល់ច្រឡំថាពេលដែលរថយន្តឬយានយន្តផ្សេងដែលយើងប្រើប្រាស់ហ្នឹងកាលណាយើងសញ្ញោក្នុងសភៅច្បាប់គេប្រើពាក្យភ្លើងសញ្ញាបើកាលណាយើងប្រើភ្លើងសញ្ញាហើយមិនមែនមានន័យថាយើងមានសិទ្ធិបត់ទេក្នុងច្បាប់គេសរសេរថាភ្លើងសញ្ញាគ្រាន់តែជាការផ្ដល់ព័ត៌មានមិនមានអត្ថិភាពទេអញ្ចឹងមានន័យថាប្រើភ្លើងសញ្ញាហើយមិនមែនមានន័យថាយើងបត់បានទេទី1កាលណាយើងចង់បដូរកន្លងឬបត់ឆ្វេងបត់ស្ដាំពេលដែលយើងប្រើភ្លើងសញ្ញាហើយ